បាទសូមជំរាបសួរហ្នឹងហើយបងពូទាំងអស់ដែលជាអ្នកតាមដានរាល់វីដេអូដែលបងប្អូនបានផុសកន្លងមកក៏ដូចតែមានជំនឿជឿជាក់ដូចបងប្អូនដែរហ្នឹងហើយសូមអរគុណច្រើនសម្រាប់បងពូទាំងអស់ដែលតែងតែគាំទ្រក៏ដូចជាតាមដានចូលចិត្តមើលវីដេអូរបស់បងប្អូនរបស់ក្មួយឬក៏របស់ចៅពូមានតានៅបារាំងពូនៅបារាំងនៅកូរ៉េនៅថៃជាពិសេសពលករយើងដែលនៅកូរ៉េនៅថៃអីគេថាបងខ្ញុំតាមមើលរបស់បងឯងរហូតក្មួយអ៊ំមើលរបស់ក្មួយឯងរហូតនឹងឯងការរៀបរាប់របស់ក្មួយឯងវាល្អប្រសើរប៉ុន្តែមានចំណុចខ្លះវាខ្វះខាតដែរនឹងឯងចឹងតើតើនឹងចំណុចខ្វះខាតដែលបងអូនដូចជាក្មួយរៀបរាប់ទៅមិនចំនៃអត្ថន័យដូចជាគុណប្រយោជន៍គុណសម្បត្តិនៃប្រភេទនៃបញ្ញាឯកនីមួយក៏សូមក៏សូមបងទាំងអស់ជាពិសេសលោកគ្រូដែលគាត់ធ្លាប់លេងរបស់ទាំងអស់ហ្នឹងជួយប្រាប់ក្មួយផងហ្នឹងឯងនេះការរៀបរាប់នេះយោងទៅតាមក្មួយធ្លាប់ស្ដាប់លោកគ្រូដែលគាត់ជាគ្រូដែលគាត់ចែកពិភាក្សាគ្នាតើតើនឹងបញ្ញាឯកហ្នឹងឯងទៅក្មួយដឹងទៅក្មួយយកមកនិយាយក៏ដូចជារៀបរាប់តាមក្រោយរបស់គាត់ចឹងឯងហ្នឹងឯងដល់ពេលអញ្ចឹងហើយខុសត្រូវយ៉ាងណាសូមអធិស្ឋានផងហ្នឹងឯងហើយនេះគឺជាបញ្ញាឯកដើមអង្គក្រងណាបងបញ្ញាឯកដើមអង្គក្រងហ្នឹងឯងបញ្ញាឯកដើមអង្គក្រងគឺបាន6ព្រះអង្គហើយមួយព្រះអង្គខាងដើមនេះគឺបញ្ញាឯកស្ដើមស្ដៅហ្នឹងឯងបញ្ញាឯកដើមស្ដៅហ្នឹងឯងប៉ុន្តែស្ដៅនេះវាមានបញ្ញាឯកជាប់នឹងដើមហ្នឹងឯងហើយខ្ញុំចង់បញ្យល់ខ្ញុំចង់ប្រាប់បងមួយទៀតតើតើនឹងប្រភេទបញ្ញាឯកដែលយើងស្លាក់ដែលជាប់នឹងដើមណាគូមានលោកគ្រូមួយក៏នៅខាងក្រោមមាននៅខាងគេហៅថាចុងអីគេហៅខាងភូមិទៅខាងវត្តស្អីទេវត្តកែវខាងវត្តកែវខាងក្រុមភូមិក្រមនេះហ្នឹងឯងគាត់ថាប្រភេទបញ្ញាឯកបើយើងឆ្លាក់បញ្ញាឯកជាប់នឹងដើមវាល្អពិសេសពិសាមួយបែបត្រង់ថាទី1បើថាបញ្ញាឯកចឹងយើងឆ្លាក់ទៅវាជាប់សាច់បញ្ញាឯកផងជាប់សាច់ដើមផងដូចនេះបងនេះសាច់ក្រហមនេះមានន័យថាសាច់បញ្ញាឯកនេះចឹងសាច់សនេះមានន័យថាសាច់ដើមក្រងតែវាជាប់បញ្ញាឯកហ្នឹងហើយចឹងគាត់ថាប្រភេទឆ្លាក់បើយើងឆ្លាក់ជាប់អញ្ចឹងវាពិសេសពិសាត្រង់ថាវាមានធាតុ2មានធាតុ2ធាតុទី1ធាតុបញ្ញាឯកធាតុ2គឺធាតុអង្គក្រងដើមអង្គក្រងអញ្ចឹងបើក្មួយឆ្លាក់អញ្ចឹងវាពិសេសពិសាប្រកែខ្លាំងព្រោះវាមានធាតុដើមនៅនឹងធាតុដើមពិតរបស់វាគឺដើមក្រងព្រោះបញ្ញាឯកនេះវាទៅចាប់នៅនឹងដើមអញ្ចឹងយើងមានតាំងពីចាប់បញ្ញាឯកនឹងដើមទៀតអញ្ចឹងគាត់ថាពិសេសណាក្មួយប៉ុន្តែដោយសារបើក្មួយឯងដល់បងអូនឯងជឿអាហ្នឹងក៏ជឿអញ្ចឹងទើបខ្ញុំឆ្លាក់ហ្នឹងខ្ញុំឆ្លាក់អញ្ចឹងដែរហើយយើងយោងទៅតាមប្រភេទបញ្ញាឯកនេះមួយពេលខ្លះវាអត់មានធំទេវាពិបាកហូបមិនបញ្ញាឯកប៉ុនមេដៃយកមកឆ្លាក់វាមិនងាយមានអញ្ចឹងខ្ញុំយោងទៅតាមពាក្យសម្ដីដែលគាត់និយាយហើយគាត់គ្រូគាត់ខប់ប្រើប្រាស់របស់របរជាច្រើនគាត់ឆ្លងកាត់មុនខ្ញុំអញ្ចឹងខ្ញុំក្មេងជំនាន់ក្រោយអញ្ចឹងខ្ញុំដឹងតិចតួចអញ្ចឹងអ្វីដែលខ្ញុំដឹងសិតបានពីគ្រូទាំងអស់ដែលគាត់ប្រាប់អញ្ចឹងខ្ញុំត្រូវធ្វើតាមគាត់ហ្នឹងហើយដូចអញ្ចឹងនេះបញ្ញាឯកអញ្ចឹងឃើញទេមានឡាយអញ្ចឹងបើយើងនិយាយភាសាសាមញ្ញហ្នឹងទៅឡាយអញ្ចឹងវាមានឡាយបញ្ញាឯកអញ្ចឹងទៅអញ្ចឹងមានបងខ្លះគាត់ថាអត់ទេចង់បានតែសាច់បញ្ញាឯកសាច់ក៏ផ្លោកហ្មងប៉ុន្តែបើដូចបងដូចលោកគ្រូនឹងគាត់ប្រាប់គាត់ថាឆ្លាក់អញ្ចឹងល្អច្រើនជាងពិសេសពិសាស្អាតមួយបែបហ្នឹងហើយដូចបញ្ញាឯកស្ដៅអញ្ចឹងវាមានសាច់បញ្ញាឯកផងវាមានសាច់ស្ដៅផងអញ្ចឹងហ្នឹងហើយអញ្ចឹងវាឆ្លាក់បានពីរអញ្ចឹងវាពិសេសពិសាហើយបញ្ញាឯកដើមក្រងនេះពាក្យថាក្រងបើយើងនិយាយសាមញ្ញទៅថាប្រាក់ក្រងណាអញ្ចឹងមានថារបស់ហ្នឹងវាឃុំក្រងយើងគ្រប់បែបយ៉ាងមិនថាយើងធ្វើអីមិនថាយើងអីជាពិសេសខាងងស៊ីលក់ដូរការពារជួបអ្នកតូចអ្នកធំចរចាអីធ្វើការមន្ត្រីរាជការឯកជនអីយ៉ាងណាគឺឆាប់ជោគជ័យហ្នឹងឯងចរចានេះល្អប្រសើរហ្នឹងមានន័យថាបញ្ញាឯកដើមអង្គក្រងណាបងហ្នឹងឯងនេះហើយមើលដាក់គៀកមើលលើកទៅ4ហើយមើលបានណាអូមាន6ខ្ញុំលើកទៅ5ទៅដាក់5មកមើលអញ្ចឹងខ្ញុំគាត់ប្រាប់បងមិនបាច់ចាំលើថាព្រះអង្គនេះព្រះអង្គនោះចេះតែជឿខ្ញុំទៅហ្នឹងហើយយកទៅប្រើទៅអត់ខុសទេសិតសាំងពីបញ្ញាឯកដូចគ្នាដើមអង្គក្រងដូចគ្នាហ្នឹងហើយសិតតែរបស់ល្អហ្នឹងណាសំខាន់យើងយកទៅគោរពបូជាថែសាយដែលយើងមានជំនឿដែលយើងមិនមានជឿទៅនឹងជាបញ្ហាដែលយើងនឹងវាពិបាកប៉ុន្តែបើយើងជឿបើតែភ័យមិនឃើញអត់វាស្អាតអត់ហ្នឹងហើយអញ្ចឹង
របស់ហ្នឹងគឺខ្ញុំឲ្យឪប្រសិទ្ធិឲ្យហើយងាយមិញខ្ញុំយកមកពីកន្លែងជឿហ្នឹងឲ្យឪប្រសិទ្ធិបើកប៉ណេតបើកអីអស់ហើយអញ្ចឹងព្រឹកហ្នឹងត្រូវផ្ញើឲ្យបងតបានទេហ្នឹងឯងស្អាតណាស់បងហ្នឹងហើយសូមអរគុណច្រើនសម្រាប់ការតាមដានវីដេអូបងប្អូនអានផបាទហ្នឹងហើយខុសត្រូវចំណាស់សូមអធិស្ឋានផង